ការដឹងគុណអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងក្នុងជីវិតរបស់យើងមានពេលវេលាជាច្រើនដែលយើងមើលឃើញតែអ្វីដែលយើងគ្មានយើងតែងតែនិយាយថាខ្វះនេះខ្វះនោះគ្មាននេះគ្មាននោះតែនៅពេលយើងរអ៊ូបែបនេះយើងមិនបានដឹងសោះថាយើងកំពុងភ្លេចអ្វីដែលយើងមានស្រាប់រួចទៅហើយសាក់គិតទៅមើលបើដើមឈើមួយគ្មានផ្លែតើយើងគិតថាគ្មានប្រយោជន៍មែនទេចុះម្លប់ដ៏ត្រជាក់របស់វាហ៎ មេឃដ៏សាខាសម្រាប់បាំងខ្យល់បាំងភ្លៀងរបស់វានិងខ្យល់ដ៏បរិសុទ្ធដែលវាផ្ដល់ឲ្យតើអ្វីទាំងនោះមិនមែនជាប្រយោជន៍ឬក៏យ៉ាងណាថ្ងៃនេះនាងខ្ញុំសូមលើកយករឿងនិទានមួយដែលបង្ហាញថាការមិនចេះដឹងគុណចំពោះអ្វីៗដែលយើងមានអាចធ្វើឲ្យយើងងងឹតភ្នែកមើលអ្វីមិនឃើញផ្ទុយទៅវិញគំនិតវិជ្ជមានតែមួយអាចបំលែងការលំបាកឲ្យคล้ายជាពរជ័យរឿងនិទាននេះដំណាលថាកាលពីជំនាន់ដែលមនុស្សធ្វើដំណើរទៅឆ្ងាយដោយជិះរទេះសេះមានបុរសវ័យក្មេងពីរនាក់ឈ្មោះសុទ្ធិនិងរាយុទ្ធពួកគេមានបុគ្គលិកលក្ខណៈខុសគ្នាខ្លាំងសុទ្ធិជាមនុស្សស្ងប់ស្ងាត់និងអត់ធ្មត់ចំណែករាយុទ្ធមានចរិតរហ័សរហួននិងក្លាហានពួកគេកំពុងធ្វើការនៅក្នុងទីក្រុងធំមួយឆ្ងាយពីផ្ទះ3ឆ្នាំបានកន្លងផុតទៅពួកគេកើតចិត្តចង់ត្រឡប់ទៅផ្ទះវិញខណៈពេលដែលគ្រួសាររបស់ពួកគេកំពុងរង់ចាំយ៉ាងអន្ទះសារថ្ងៃមួយសុទ្ធិនៅតែស្ងប់ស្ងាត់ដូចធម្មតាប៉ុន្តែរាយុទ្ធខឹងខ្លាំងណាស់ព្រោះអ្នកបរទេះមិនព្រមដឹកពួកគេឆ្លងកាត់ព្រៃដូច្នេះពួកគេគ្មានជម្រើសទេក្រៅតែពីដើរជើងទទេតាំងពីព្រំដែនមកពួកគេចាប់ផ្ដើមដើរយ៉ាងលឿនដោយសង្ឃឹមថានឹងឆ្លងកាត់ព្រៃមុនពេលមេឃងងឹតព្រៃដំបងដែលគេចូលទៅពោពេញដោយអន្ទាក់របស់អ្នកប្រមាញ់ពីមួយជំហានទៅមួយជំហានពួកគេត្រូវប្រុងប្រយ័ត្នប្រយែងយ៉ាងខ្លាំងដើម្បីគេចពីអន្ទាក់ពួកគេកាន់តែអស់កម្លាំងស្រេកទឹកស្ងួតកប៉ុន្តែចិត្តនឹកផ្ទះសម្បែងបានជំរុញឲ្យពួកគេប្រឹងបន្តដំណើរទៅមុខបន្ទាប់មកពួកគេបានមកដល់ច្រាំងទន្លេមួយដែលមានទឹកហូរខ្លាំងហើយស្ពានឆ្លងត្រូវបានទឹកភ្លៀងធំអូសបាត់ទៅហើយគ្មានជម្រើសផ្សេងសម្រាប់ឆ្លងទៀតទេបន្ទាប់ពីពិភាក្សាគ្នាពួកគេបានសម្រេចចិត្តហែលឆ្លងទឹកទន្លេនោះដោយការខិតខំយ៉ាងខ្លាំងពួកគេបានឆ្លងទៅដល់ម្ខាងទៀតដោយសុវត្ថិភាពប៉ុន្តែរឿងអកុសលបានកើតឡើងម្ដងទៀតគឺបំពង់ទឹករបស់ពួកគេត្រូវបានទឹកគួចយកទៅបាត់ហើយសុទ្ធិដែលរំភើបចិត្តព្រោះបានរក្សាជីវិតខ្លួនពីឧបសគ្គនានាបានអរគុណទេវតានិងនឹកគុណឪពុកម្ដាយហើយផ្លាស់សម្លៀកបំពាក់ខោឲ្យស្ងួតមួយបន្លាស់ដែលគេនៅសល់ប៉ុន្តែរាយុទ្ធកាន់តែខឹងខ្លាំងព្រោះគេនៅមានផ្លូវវែងឆ្ងាយត្រូវដើរប៉ុន្តែមិនមានទឹកសូម្បីតែមួយដំណក់សម្រាប់ផឹកភ្លាមនោះភ្លៀងធំបានធ្លាក់ចុះដោយខ្លាចតែទឹកសម្លៀកបំពាក់ដែលនៅសល់តែមួយបន្លាស់ពួកគេបានរត់ទៅកន្លែងជ្រកសំណាងល្អនៅកណ្ដាលព្រៃពួកគេបានរកឃើញខ្ទមតូចមួយដែលទំនងជាមានព្រានព្រៃសង់ຕົកមកជាយូរហើយពួកគេបានទៅជ្រកនៅទីនោះដើម្បីសុវត្ថិភាពនៅពេលដែលកំពុងតែត្រងទឹកភ្លៀងរាយុទ្ធបានរអ៊ូថាដំណើរទៅស្រុកកំណើតនេះពិតជាចង្រៃណាស់ដំបូងអ្នកបរទេះបានធ្វើឲ្យពួកគេលំបាកបន្ទាប់មកពួកគេត្រូវហែលទឹកឆ្លងទន្លេហើយឥឡូវនេះក៏មានទឹកភ្លៀងទៀតបន្ទាប់ពីបញ្ហាទាំងអស់នេះតើពួកគេអាចទៅដល់ផ្ទះយប់នេះបានដែរទេភ្លៀងរាំងនៅពេលថ្ងៃត្រង់ពួកគេចាប់ផ្ដើមដើរបន្តបន្តិចម្ដងពួកគេបានដើរជិតផុតព្រៃហើយពួកគេមើលឃើញភូមិពីចម្ងាយប៉ុន្តែនៅពេលនោះព្រះអាទិត្យក្តៅខ្លាំងហើយកាពះពួកគេចាប់ផ្ដើមស្រេកឃ្លានចុងក្រោយពួកគេបានទៅដល់ដើមឈើធំមួយដែលមានម្លប់ត្រឆីពួកគេអង្គុយនៅទីនោះញ៉ាំអាហារចុងក្រោយដែលនៅសល់ហើយសម្រាកក្រោមដើមឈើដោយភាពនឿយហត់ភ្លាមនោះរាយុទ្ធបានរអ៊ូម្ដងទៀតគេនិយាយថាដើមឈើនេះមានប្រយោជន៍អីទៅវាធំហើយមានម្លប់ប៉ុន្តែมันមានផ្លែទេដូច្នេះគ្មានប្រយោជន៍ទេសុទ្ធិនៅស្ងៀមហើយគិតមួយផ្លែតពិតណាស់ដើមឈើនេះมันមានផ្លែតែឯងគិតថាម្លប់វាមិនមែនជាក្តីសុខសម្រាប់យើងទេឬភ្លាមនោះសំឡេងស្ងប់ស្ងាត់មួយបានបន្លឺចេញពីដើមឈើគេនិយាយថាយើងជាដើមឈើធំដែលឯងកំពុងជ្រកម្លប់អស់រយៈពេលជាច្រើនរយឆ្នាំយើងបានរស់នៅទីនេះមើលឃើញរដូវកាលផ្លាស់ប្ដូរឫសរបស់យើងការពារដីមិនឲ្យបាក់ច្រោះហើយមែករបស់យើងផ្ដល់ទីជម្រកដល់បក្សីនិងសត្វល្អិតអ្វីទាំងអស់នៅក្នុងโลกនេះសុទ្ធតែមានគោលបំណងរបស់វាសូម្បីតែព្រៃឈើព្យុះភ្លៀងដែលឯងបានឆ្លងកាត់សុទ្ធតែបានរួមចំណែកជួយដល់ឯងអន្ទាក់នៅក្នុងព្រៃជួយឲ្យពួកឯងរួចផុតពីចោរប្លន់នៅតាមផ្លូវរទេះសេះទឹកភ្លៀងធំជួយឲ្យពួកឯងមានទឹកផឹកថ្ងៃរះក្តៅជួយឲ្យឯងហាលខោអាវឆាប់ស្ងួត
ម្លប់យើងផ្ដល់ភាពត្រជាក់ដល់ពួកឯងដូចនេះកុំនិយាយថាយើងអត់ប្រយោជន៍ដោយគ្រាន់តែមើលពីជ្រុងមួយឲ្យសោះរាយុទ្ធភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្នែកគេពេញដោយភាពភ័យខ្លាចនិងស្ដាយក្រោយគេដាក់ខ្លួនហើយនិយាយថាសូមអភ័យទោសឲ្យខ្ញុំផងដើមឈើដ៏អស្ចារ្យខ្ញុំសូមទោសចំពោះពាក្យមិនដឹងគុណរបស់ខ្ញុំអរគុណដែលឲ្យខ្ញុំភ្លឺភ្នែកឡើងវិញចាប់ពីថ្ងៃនោះមកពួកគេបានរៀនសូត្រមេរៀនដ៏មានតម្លៃមួយពីដើមឈើនោះមែនហើយមនុស្សយើងជាច្រើនតែងតែរអ៊ូរទាំអំពីអ្វីដែលពួកគេមិនមានខណៈដែលភ្លេចឲ្យតម្លៃអ្វីដែលពួកគេមានរួចហើយវាដូចជាកន្ត្រកមួយពោរពេញដោយផ្លែក្រូចបើមានក្រូចណាមួយរលួយយើងនៅតែខ្វល់ពីក្រូចរលួយតែមួយនោះហើយมันអាចរីករាយនឹងរសជាតិផ្លែក្រូចដែលមានរសជាតិផ្អែមដតៃនៅល្អស្អាតដូច្នេះយើងត្រូវរៀនបង្វឹកចិត្តកុំផ្ដោតលើអ្វីដែលគ្មានឬអន់ថយប៉ុន្តែផ្ដោតលើពរជ័យដែលយើងមានការដឹងគុណអាចធ្វើឲ្យជីវិតរបស់យើងសប្បាយរីករាយនិងមានន័យកាន់តែខ្លាំងអរគុណសម្រាប់ការតាមដានស្ដាប់ពីនាងខ្ញុំប៊ុនច័ន្ទនិមលលោកអ្នកអាចគាំទ្រនាងខ្ញុំបានតាមរយៈការចូលទៅកាន់ download app Sastra ហើយធ្វើការភ្ជាប់កម្រងទស្សនាភាពយន្តជាច្រើនរបស់ Sastra Film សូមអរគុណចា៎